អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាតូនីញ៉ូហ្គូតេរ៉េសលោកកំពុងចាប់ផ្ដើមការពិនិត្យមើលឡើងវិញចំពោះអង្គការពិភពលោកនេះដើម្បីធ្វើឲ្យប្រសើរឡើងវិញនៅប្រសិទ្ធភាពរបស់ខ្លួននិងកាត់បន្ថយសហុយនៅពេលដែលខ្លួនប្រឈមមុខនឹងវិបត្តិខ្វះថវិកាដ៏អាក្រក់បំផុតនេះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់អ្នកយកព័ត៌មានថាធនធានកំពុងរួញខាយនៅទូទាំងអង្គការសហប្រជាជាតិហើយការរួញខាយនេះមានជាយូរយារណាស់មកហើយលោកបាននិយាយទៀតថាកិច្ចព្រួយផ្ដាល់មួយដែលហៅថា UN 80ហើយដែលភ្ជាប់ទៅនឹងខួបកំណើតទី80របស់អង្គការសហប្រជាជាតិនៅឆ្នាំនេះស្វាស្វែងដើម្បីពង្រីកការធ្វើកំណែទម្រង់ដែលលោកបានដាក់ស្នើចាប់តាំងពីលោក Joe Bidenកាន់តំណែងនៅក្នុងឆ្នាំ2017មកម្លេះដើម្បីធ្វើឲ្យអង្គការពិភពលោកនេះមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងនិងប្រសិទ្ធភាពនៃការកាត់សហុយប្រធានអង្គការសហប្រជាជាតិមិនបានផ្ដល់សេចក្តីលម្អិតថាតើប្រាក់ប៉ុន្មានដែលសំណើរបស់លោកអាចសន្សំតើការងារប៉ុន្មានដែលត្រូវកាត់បន្ថយនោះទេក៏ប៉ុន្តែបាននិយាយថាលោកមានគម្រោងចាត់វិធានការឲ្យបានឆាប់រហ័សនៅក្នុងវិស័យមួយចំនួនដែលលោកមានអំណាចហើយនឹងបញ្ជូនសំណើនោះទៅកាន់រដ្ឋចំនួន193ដែលជាសមាជិកដើម្បីសាររើពិនិត្យលើការសម្រេចដែលអាស្រ័យលើពួកគេកិច្ចប្រឹងប្រែងនេះនឹងត្រូវដឹកនាំដោយគណៈកម្មការផ្ទៃក្នុងកិច្ចប្រឹងប្រែងនេះនឹងត្រូវបានដឹកនាំដោយគណៈកម្មការផ្ទៃក្នុងមួយដែលមានសមាជិក14នាក់ដែលលោកអគ្គលេខាធិការគូតេរ៉េសបានបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមែនដូចជាកំណែថ្មីរបស់លោកដចសម្រាប់អង្គការសហប្រជាជាតិដែលឈ្មោះដចនេះលោកសម្ដៅទៅលើអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិកដែលដឹកនាំដោយលោក Elon Musk ដែលបានកាត់បន្ថយការងាររាប់ម៉ឺនរបស់បុគ្គលិកសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិកលោកអគ្គលេខាធិការបានមានប្រសាសន៍ទៀតថាយើងកំពុងពិភាក្សាសំណើការខុសគ្នាទាំងស្រុងនេះជាការបន្តនឹងការពង្រឹងការងារដែលយើងបាននឹងកំពុងតែធ្វើចាប់តាំងពីចូលតំណែងកាលពី7សប្តាហ៍មុនរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានកាត់បន្ថយការរួមវិភាគទានថវិកាដោយការស្ម័គ្រចិត្តរបស់ខ្លួនទៅអង្គការសហប្រជាជាតិទីភ្នាក់ងារនានានិងកម្មវិធីមួយចំនួនតាមរយៈការលុបចោលកម្មវិធីជំនួយបរទេសរបស់ខ្លួនហើយកិច្ចព្រួយផ្ដាំនៃដំណើរការវែងឆ្ងាយនៃការដកខ្លួនចេញពីអង្គការសុខភាពពិភពលោកកំពុងបង្កើនការព្រួយកង្វល់អំពីហិរញ្ញវត្ថុនៅឯអង្គការសហប្រជាជាតិរដ្ឋាភិបាលក្រុង Washington ជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អង្គការពិភពលោកមួយនេះ